ជំរាបសួរក៏ដូចជាសួស្តីអ្នកសិក្សាគណិតវិទ្យាទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់ limit ចំនួន10លំហាត់ដែលយើងមកចែកជូនអ្នកទាំងអស់គ្នាសម្រាប់ត្រៀមបាក់ឌុបឆ្នាំ2026ចំពោះលំហាត់នេះដែរគឺខ្ញុំមិនសូវមានការប៉ិនប្រសពទេប៉ុន្តែខ្ញុំអាចបញ្យល់បានខ្លះព្រោះខ្ញុំមិនមែនជាគ្រូបង្រៀនទេខ្ញុំគ្រាន់តែជាសិស្សដែលអាចដែលធ្លាប់បានរៀនមេរៀនហើយយកមកចែករំលែកដល់អ្នកទាំងអស់គ្នាអញ្ចឹងសូមអធិស្ឋាននៅរកកំហុសឆ្គងផងណាអូខេអញ្ចឹងយើងកុំឲ្យខាត់ពេលយូរចាប់ផ្ដើមជាមួយនឹង limit របស់យើងគេឲ្យយើងគណនា limit រៀងមិនកំណត់0លើ0ដែលមានន័យថាពេលដែលយើងចំនួន x ខិតទៅជិតតម្លៃណាមួយទៅដែលធ្វើឲ្យតម្លៃ limit ទាំងអស់ហ្នឹងគឺស្មើនឹង0លើ0ដែលមិនអាចសម្រួលបានទេគឺ0លើ0អញ្ចឹងអ្វីដែលយើងគួរធ្វើគឺធ្វើការចាប់ជាកត្តាណាមួយដែលធ្វើឲ្យ limit នោះឡើងមានរៀង0លើ0អញ្ចឹងដើម្បីយកកាន់តែច្បាស់ទៀតឥឡូវយើងចូលទៅកាន់ធ្វើលំហាត់តែម្ដងទៅអូខេអញ្ចឹងឥឡូវខ្ញុំសូមយកលំហាត់ទី1ជាមកបកស្រាយជូនអ្នកនរគ្នាអូខេអញ្ចឹងលំហាត់មួយនេះគឺមានlimit x ខិតទៅរកគេហៅថាខិតទៅជិតដក2នៃ x ស្វ័យគុណ3បូក8លើ x បូក2ហេតុអីបានគេថារៀងវា0លើ0អ្នកនរគ្នាគ្នាយើងដឹងស្រាប់ហើយថា limit រៀង0លើ0គឺជា limit មួយដែលពេលដែលយើងចំនួន x ខិតទៅជិតនេះ x ខិតទៅជិត2នេះគឺធ្វើតម្លៃទាំងមូលហ្នឹងគឺវាស្មើនឹង0ហើយភាគបែងមានន័យថាចេះភាគយកយើងឃើញ0ភាគបែងក៏ឃើញ0ដែរឥឡូវខ្ញុំចំនួនជូនអ្នកនរគ្នាមួយចុះអញ្ចឹងស្មើនឹងកាលណាយើងចំនួនដក2ចូលទៅដក2លើកជាគីបស្មើនឹងដក8អញ្ចឹងឥឡូវយើងសេសិនមកនេះដក2បូក2អញ្ចឹងនេះដក2ពេលដែលយើងលើកជាគីបវាខ្លះទៅជាប៉ុន្មានដក8ហេតុអីដោយសារតែសញ្ញាដកពេលណាដែលលើកជាការ៉េគឺវាវិជ្ជមានប៉ុន្តែលើកជាគីបអីគឺអត់គឺអវិជ្ជមានដដែលពេលដែលដក2ដោយសារតែយើងត្រូវចាំថាបើសញ្ញាដកគឺវាចេញពីលើកជាការ៉េគេថាស្វ័យគុណ 2k ន័យថាស្វ័យគុណគូពេលដែលស្វ័យគុណគូវាចេញមកគឺតម្លៃវាគឺវិជ្ជមានជាសញ្ញាបូកអញ្ចឹងឧទាហរណ៍លេខ1អញ្ចឹងគឺបូក1តែបើវាជាប្រភេទ 2k បូក1ដែលមានន័យថាជាលេខសេសអញ្ចឹងឧទាហរណ៍ដក1សេគុណ3សេគុណ5សេគុណ7សេគុណ9ហ្នឹងគឺចម្លើយវាគឺដក1ដដែលអញ្ចឹងនឹងយើងចងចាំទុកទៅអូខេកុំឲ្យយើងខាត់ពេលសួរចម្រៅពេកឥឡូវយើងចូលមកកាន់កន្លែងនេះវិញអញ្ចឹងដក8ហើយយើងសេដក8វិញមកលើនេះគឺដក2បូក2អ្នកនរគ្នាឃើញអត់អានេះគឺអីគេ0ខាងក្រោមក៏0ដែរអញ្ចឹងយើងអាចសរសេរបានថា limit រៀងមិនកំណត់0លើ0ដាក់មិនកំណត់ក៏បានដែរជាធម្មតាពេលយើងប្រឡងបាក់ឌុបគឺបើយើងដាក់តំណឹងទេក៏គេអាចកាត់បន្ទុកយើងមួយឬក៏អីដែរអញ្ចឹងបើយើងឧទាហរណ៍ថាយើងអត់ចេះ limit ហ្នឹងយើងឃើញវារៀង0លើ0បើយើងសរសេរអញ្ចឹងក៏គេអាចឲ្យបន្ទុកដែរអូខេអញ្ចឹងខ្ញុំសូមលុបបន្ត្រីចោលវិញអញ្ចឹងបន្តទៀតអ្វីដែលយើងគួរធ្វើគឺយើងចាប់ជាកត្តាឥឡូវខ្ញុំឲ្យអ្នកនរសង្កេតមើលខាងនេះlimit x ខិតទៅរកខិតទៅជិតដក2អញ្ចឹងយើងឃើញ x ខិតទៅជិតដក2ដែលមានន័យថាយើងអាចបោះដក2មកខាងនេះគឺឃើញ x បូក2ថតយើងគិតអញ្ចឹងនេះ x អញ្ចឹងនេះនេះតាយើងចាត់ថាសញ្ញាព្រួយហ្នឹងគឺស្មើចុះអញ្ចឹងពេលដែលយើងបោះមកគឺ x បូក2អញ្ចឹងមានន័យថាអ្វីដែលយើងគួរធ្វើគឺយើងចាប់ x បូក2បានជាកត្តាអ្វីដែលយើងគួរធ្វើត្រូវចាប់ x បូក2ជាកត្តាឲ្យបានអញ្ចឹងឥឡូវយើងត្រូវគោលដៅរបស់យើងគឺត្រូវចាប់ x បូក2ជាកត្តាបន្ទាប់មកយើងសេស្មើមកឥឡូវខ្ញុំដាក់ចុះខមបន្តិចឲ្យស៊ូមមើលអូខេយើងចាប់ x ដក2ជាកត្តាx បូក2ទៅអញ្ចឹងខាងក្រោមយើងមាន x បូក2យើងសេ x បូក2ដដែលមកព្រោះយើងចាត់ទេព្រោះយើងចាំបាន x បូក2តមកខាងលើគឺចូលរូបមន្តអីគឺយើងមានរូបមន្តមួយគឺគីបបូក3គីបវាស្មើនឹងបូក3កតាឲ្យការ៉េដកបូក3ការ៉េអូខេនេះជារូបមន្តគីបបូក3គីបអញ្ចឹងយើងអាចសរសេរនេះបានថាទៅ x
chẳng bấm bay này viên át sẽ chỉ pi kịp chẳng ít sẽ còn bay người ta ít kịp bốc pi kịp chẳng vì mà năng bốc bay cứ ít bốc pi cái ta nói ít cái đấy đó chẳng là này con cái này ít con pi cứ độ pi ít bốc buồn chỉ sai trong phong ca bây giờ tại đây chuyển động bây giờ tại những phần học hiện chỗ tại bên này đó thì chỗ lại đây thích khai with on tích của bạn ấy của bạn ok chẳng nhưng khơi tha ít bốc pi được thì chắc những ai sầm rộ bàn chẳng vì khai chế ít limit ít cái từ chất độ pi này ít cái đấy độ pi ít một buồn chẳng vì lên miền riêng sau từ sau tới đây những ai sầm rộ bàn chẳng xâm chân nó mắc mà khát bé chẳng độ pi thực chỉ cái đấy mà buồn mong tới chẳng là ní độ pi con ít cứ ít mà độ pi chẳng chân nó tới cứ một buồn chùm lại khinh đó pi nên chỉ chùm lại ok tom tên xong lượt mà làm hạt mà tiết mọi khát pi dù pi chẳng độ làm hạt này mùi máu ta copy vía chia sẻ cho bố cả sầm lấy để sao tay cho bạn mình microphone ấy thế chẳng cứ mình ai lừa sầm lấy cho ba lo thì chẳng anh ấy nhưng phải cái đấy miền này tay dừng chập từ một viện miền chẳng chia sẻ chẳng nếu có chỉ làm ham mua đại riêng sơ son đây phải đi chụp bay tự bay cái đấy bằng bốn này bay cái đấy bằng bốn anh ấy bay cái đấy bằng bốn này bằng bốn này đấy mà bốn này bay bốn này bay bằng mỗi đó là bằng bảy đó là bằng bảy chẳng đây bằng bốn đây bằng bốn này bằng bốn chẳng đó cái tập bằng bảy này đó là bằng bảy mặt son cho mình thay riêng sơ son chúng ta lên đến hai đó này như sao mình phải chân tới chẳng này limit thứ mất chậm man cho ta này đó này cứ chậm ít độ bay sao đó này cứ bay trong bọc này mắc cứ độ bay này chậm ít độ bay cho ta chẳng là ní chậm bằng một này cái cái đấy độ bay cái này thật xong cả tiếng này đó này chẳng là ní Visma nó bay cái này chẳng cái này độ bay cái đấy Visma độ bay cái ta hỏi bột bay lứa chẳng hàng lơ bình hàng lớn thời chậm kia chậm ít độ bay chỉ ta trong này mà tái nó ấy tái thời chậm ít độ bay chỉ ta chẳng nằm bay chậm ít độ bay chỉ ta cứ dừng vô hậu thiệt hàng lớn ấy ít cái độ from mỗi ít bột from 4 cái tôi chạy được bay ít độ bay sẽ ít độ bay chẳng lẽ được này đăng lên trong dừng chạy ít máu cứ ít cái đấy nhà độ của những bọc máu cứ nếu cứ con bốc bọc mắt độ nếu nhưng giờ tam ca điện bọc nhóm này thì mình tìm xây ai tôi tâm thì xây bàn ở đây thì chẳng lấy bay con độ bay con ít cứ độ bay bọc này máu cứ bọc bay chẳng độ này tới xì so này mà xấu là nếu mà mán độ bay ít một trăm bốn cho những ai đặt mặt độ bay tiết đặc biệt là độ bay con nóng bay ít độ bay con nóng ít cứ độ bay bọc này máu cứ bọc bay vần độ bay còn độ bay bọc một là mình bao mình này mắc cứ độ một chấm lại thành sau chứ vì smart năng cái cứ smart năng ít độ bay ta ít độ bay ok vị đôi chia cái đã chẳng dừng bây giờ chia mình hồi này cha hay những ai trâu riêng ít độ bay chia cái bàn này lấy những siêu bây giờ tam năng thiết ở đây thế tam năng các bạn này chẳng những ai sầm rùa này bán sầm rùa chẳng limit ít cutter ít cái từ chích bay này ít độ bay lỡ ít bốc bay chẳng mà độ bay tới cực bay độ bay lỡ bay bốc bay chẳng hạn lên khơi sâu khăn khom khơi bằng môi chấm lái khơi sau như nam tới bên lấy dương mình lôi sâu sơn rìa chẳng nhưng cho tao mình được một mùi nhẹ thăm mình nè ban mà mình nè ban là sâu nâng chẳng cái tha chấm lái với cứ sâu nâng ai ok và to tiết cứ dương chơi về nhà chán chẳng chứng cho tôi làm hạt thì bay tại mặt đòn chẳng hạt thì bay dương khơi tha vì mình phải cồn đo từ phải cồn 4 à chẳng tại dân cô quyết định đặt chẳng cứ chỉ sai chốt ok vì mình tiện thích ok chẳng sai cồn 4 cái đây bay cái đây pi cái đây một cái đây mắt sầm khăn nhưng mơ ta cần trẻ ok chẳng đấy cứ ít khát từ chật sâu thật chẳng trong này tha nhưng chập thứ mấy bạn ít chỉ cần ta màu ít khát từ chật sâu những bọn này má cứ ít độ sâu này ta ít từ đại thế ít độ sâu mà ít chẳng thứ mấy chập ít bạn chỉ cần ta lấy dân mờ sâu chương trình tới khi sâu con 4 sâu độ sâu con pít sâu là sâu nọt ok riêng sâu nọt hay dưới lên mà ta sâu chỉ sai nè ok
ចឹងធ្វើមិនចាប់ x ជាកតាបានចឹងយើងមើលខាងលើគឺ x ស្វេគុណ4នេះយើងដាក់ limit ស្មើអញ្ចឹង x ស្វេគុណ4អញ្ចឹងឥឡូវយើងឃើញអ្វីដែលដូចគ្នាគឺយើងចាប់ x ការ៉េអាក្រោមក៏មាន x ការ៉េដែរចាប់ x ការ៉េជាកតាដូចគ្នាអញ្ចឹងលើសល់អីគេសល់ x ការ៉េមួយទៀតព្រោះ x ស្វេគុណ4ចាប់ទៅគឺនឹងសល់ x ស្វេគុណ2ដល់ពេលចាប់ x ស្វេគុណ2អស់សល់លេខ1ស្ញដកដែរអញ្ចឹងអានេះក៏ដូចគ្នាដែរចាប់ x ស្វេគុណ3មកចាប់ x ស្វេគុណ2ក្នុង x ស្វេគុណ3វាសុទ្ធតែ x ទេ x បូក1អូខេអញ្ចឹងរៀនឲ្យច្បាស់អញ្ចឹងកុំលំយកទៅរៀនលំឯងអញ្ចឹងអានេះយើងសម្រួល x ការ៉េចោលយើងបាន limit x ខិតទៅជិត0នៃ x ការ៉េដក1លើ x បូក1អញ្ចឹងយើងមើលទៅគឺយើងអាចចំនួនបានហើយហើយអញ្ចឹងចំនួនទៅគឺ0ដក1គឺ0ការ៉េនៅ0ដែរនេះ0បូក1អញ្ចឹងចម្លើយឃើញបានដក1គឺជាចម្លើយអូខេតើមកខាត់ពេលយូរឥឡូវយើងចូលទៅកែមើលលំហាត់ទៀតបើអ្នកនរគ្នាមិនទាន់ទេអាចមើលវីដេអូខ្ញុំម្ដងទៀតក៏បានខាចុះខាឡើងក៏បានអត់អីទេស្រេចទៅចិត្តអ្នកនរគ្នាទេតែសូមចិត្តអ្នកនរគ្នាមួយជួយ like ជួយ subscribe ក៏បានអត់ក៏បានអីទេសូមឲ្យតែគ្នាយើងបានជឿតាំងតែប៉ុណ្ណឹងទៅបានហើយមិន like ក៏បានដែរគាត់មើលហើយចែករំលែកឲ្យអ្នកនរគ្នាផ្សេងដឹងក៏បានអីក៏បានបើបានជួយចុច subscribe like អីវាអាចឲ្យខ្ញុំមានកម្លាំងធ្វើវីដេអូហើយអាចជួយឲ្យអ្នកនរគ្នាផ្សេងទៀតបានកាន់តែឃើញវីដេអូខ្ញុំច្រើនអញ្ចឹងទៅគាត់អាចឃើញវីដេអូហ្នឹងគាត់អាចមើលបានអញ្ចឹងណាគាត់អាចចេះដែរអូខេតោះឥឡូវយើងបើកខាត់ពេលយើងមើលនេះម្ដងជាធម្មតាយើងមើលទៅគឺចំនួន x ចូលសិនគឺចំនួនសាកអញ្ចឹងណាអញ្ចឹងចំនួន x ដក3ចូលទៅគឺឃើញប្រមាណដក1លើដក3ដែលមានន័យថា1លើដក3គឺវាដូចតាដក1លើ3ដូចស្ញាក់ដកកណ្ដាលបានអញ្ចឹងអានេះបូក1លើ3វានេះ1លើ3អញ្ចឹងខ្ញុំទៅឃើញ0ខាងលើឃើញ0នេះដក3បូក3ស្មើ0ហើយទៅអត់អូខេរៀង0លើ0រៀង0លើ0អញ្ចឹងយើងធ្វើការចំនួនធ្វើការចាប់ជាកតា limit x ទៅរកដក3ហើយយើងមើលចេះខាងលើគឺជាអ្វីខាងលើគឺភាគយកនេះគឺជាតម្រងប្រភាគលើប្រភាគអញ្ចឹងអ្វីដែលយើងគួរធ្វើគឺយើងត្រូវតម្រូវភាគបែងខាងលើសិនអញ្ចឹងតម្រូវភាគបែងអ្នកនរគ្នាយល់ហើយអញ្ចឹង x បូក3លើប៉ុន្មានលើ 3x ថតអូខេអានេះគឺ x បូក3ដើម្បីឲ្យសេទៅវាមានសុខភាពស្អាតហើយគឺយើងត្រូវគួររសេនេះឲ្យចំកតា limit នេះចំកតារបាភាគវែងរបាភាគដែលវែងជាងគេគឺជារបាភាគរវាងភាគនេះគឺភាគយកនេះគឺជាភាគបែងអញ្ចឹងរបាភាគប៉ុណ្ណឹងគឺថាទៅវែងជាងគេយើងអាចសេថារបាភាគហ្នឹងវាទៅធំនេះអីគាត់បានដែរយើងត្រូវសេវែងណាជាស្រ័យខ្ញុំនិយាយច្រើនតែចង់អ្នកគ្នាយល់អញ្ចឹងយើងអាចទៅសេបានតាមតម្រូវភាគបែងបានsorry តម្រូវភាគបែងប្រភេទទី1ក៏ប្រភេទទី2នេះគឺជាប្រភេទទី1នេះជាប្រភេទទី2ដែលមានបែងចំនួន1ដែលគេសរសេរគឺជាប្រភេទភាគបែង1អញ្ចឹងធ្វើការសរសេរកាត់បាន x បូកx 3x x បូក3លើ 3x គុណចម្រាស់គឺ1លើ x បូក3អញ្ចឹងយើងអាចសម្រួល x បូក3ជាកតាបានហើយអូខេសម្រួល x បូក3ជាកតាទៅយើងឃើញ limit x ទៅរកដក3នៃ1លើ 3x ចឹងចំនួនទៅ1លើ3កតាយដក3ចម្លើយឃើញដក1លើ5 9នេះជាចម្លើយអូខេតោះយើងចូលទៅលំហាត់មួយទៀតមកហាត់ពេលអ្នកនរគ្នាច្រើនដើម្បីយកពេលទៅរៀនមេរៀនផ្សេងទៀតអញ្ចឹងអានេះក៏ដូចគ្នាដែរអូខេខ្ញុំសុំ duplicate វាដែលមានន័យថា copy វាណាមកខ្វល់ដែរណាអូខេអញ្ចឹងយើងចូលទៅទៀតលេខ5ចឹងគ្នាយើងដូចឃើញនេះគឺបែបហ្នឹងគឺយើងតម្រូវប៉ុណ្ណេះជាភាគបែបតម្រូវប្រភេទហ្នឹងសិនណាអញ្ចឹងយើងទៅសេតម្រូវភាគបែងភាគខាងលើសិនណាអញ្ចឹងខាងលើគឺ x ដក2លើ 2x ថតអ្នកគ្នាច្បាស់ទេហើយសូមបញ្យល់អ្នកគ្នាមកណាអ្នកដែលចេះអាចខានតិចក៏បានដែរអីទេខ្លាចចិត្តទេអញ្ចឹងយើងតម្រូវភាគបែងទៅគឺនេះគឺតម្រូវភាគបែងទៅគឺសញ្ញាដកអញ្ចឹងអានេះភាគបែងរួមគឺ 2x ថត 2x អញ្ចឹងអានេះខ្វះអីខ្វះ2ភាគបែងរួម 2x នេះមានតែ x អញ្ចឹងខ្វះ2គុណនឹង2ដកនេះមាន2ខ្វះ x គុណនឹង x អញ្ចឹង x គុណ1នេះគឺ x ដដែលអញ្ចឹងចម្លើយឃើញ2ដក x លើ2x អូខេអញ្ចឹងយើងខ្ញុំច្រឡំតិចណាសុំទោសនឹងគឺ2ដក x ទេអូខេ
x ដក2អញ្ចឹងយើងមើលតែនេះគឺអីគេ limit x ខិតទៅជិត2អញ្ចឹងន័យថាយើងត្រូវចាប់អានវិញចាប់អាន x ដក2ស្រួល x ដក2ចោលនេះ limit x ខិតទៅ2នៃអញ្ចឹងយើងធ្វើការ x បូកហើយយើងកំតគិតទាំងហ្នឹងក៏បានដែរយើងធ្វើការភាគទី1ចែកភាគទី2គឺយើងគិតចម្រាស់ចឹងសំគុណកាត់ហ្មងគឺ2ដក x លើ 2x គុណឲ្យ1លើ x ដក2អញ្ចឹងសម្រួលថ្មីឲ្យបានសម្រួលឲ្យបាននេះគឺមិនសម្រួល x ដក2នៅឲ្យបានអញ្ចឹងគឺយើងចាប់ x ដក2ជាកតាអញ្ចឹងអានេះមាន x ដក2នៅសល់នេះអានេះគឺស្តៀង x ដក2បើយើងចាប់សញ្ញាដក1គឺចាប់ទៅវាបាន x ដក2ថតអញ្ចឹងយើងអាចសរសេរបានថា x មាន x ដក2នៃដក x ដក2ទៀតលើ 2x កតាឲ្យ1លើ x ដក2អូខេមានការ error បន្តិចអូខេអញ្ចឹងអានេះយើងអាចសម្រួលបានសម្រួល limit x កតា2នៃដក1លើ 2x ចឹងចំនួន2ចោលដក1លើ2គុណ2គឺដក1លើ4នេះជាចម្លើយអ្នកនរគ្នាអូខេដោយសារតែវីដេអូខ្ញុំអាចធ្វើវែងបានពេកទេវែងពេកគឺពិបាកក្នុងការផុសមានការរយៈពេលយូរអញ្ចឹងណាអញ្ចឹងយើងអាចធ្វើបានប៉ុណ្ណេះនេះគឺអ្វីដែលយើងអាចធ្វើបានអញ្ចឹងវីដេអូក្រោយខ្ញុំអាចនឹងបញ្យល់អ្នកនរគ្នាពីរបៀបនេះមួយដងរបៀបនេះក៏វាពិបាកតិចដែរយើងអាចធ្វើតាមអ្វីដែលយើងធ្វើគឺគុណខ្សំឆ្លងថតអញ្ចឹងយើងគុណអានេះនឹង3ដក3បូកឬ x វិញថតចានេះក៏ត្រូវគុណប៉ុណ្ណឹងដែរអញ្ចឹងអ្នកគ្នាជួបគ្នាវីដេអូក្រោយជាមួយលំហាត់មួយទាំង3 4 5លំហាត់នឹងកែអ្នកគ្នាវីដេអូក្រោយណាអញ្ចឹងជាចុងក្រោយសូមអរគុណអ្នកនរគ្នាឲ្យយល់នៅមេរៀនមួយនេះអញ្ចឹងអ្នកនរគ្នាសូមខិតខំប្រឹងប្រែងរៀនសូត្រព្រោះពេលវេលាយើងមិនមានច្រើនទេអញ្ចឹងសម្រាប់អ្នកទាំងគ្នាយើងដែលថ្នាក់ទី10 11អីក៏អាចរៀនតាន់ដែរ11 12ក៏អាចរៀនតាន់ដែរចាប់ដើមពីគ្រឹះដំបូងហើយអញ្ចឹងសូមអរគុណអ្នកនរគ្នាសម្រាប់ការមើលវីដេអូនេះអាចជួយចុច like subscribe ឲ្យផងណាអរគុណច្រើនជម្រាបលា